ថ្ងៃនេះយើងឃើញព្រះយេស៊ូវដែលបន្តធ្វើដំណើរពីភូមិមួយទៅភូមិមួយហើយនៅពេលនោះព្រះយេស៊ូវទៅរកកន្លែងដែលនៅស្ងៀមស្ងាត់ដើម្បីអធិដ្ឋានដើម្បីអប់រំក្រុមសាវកក៏ប៉ុន្តែមហាជនដើរតាមព្រះយេស៊ូវនៅពេលព្រះយេស៊ូវទៅដល់កន្លែងមហាជនក៏ទៅដល់ដែរនៅពេលនោះព្រះយេស៊ូវមិនបំដេញគេនៅពេលនោះព្រះយេស៊ូវមិនស្ដីឲ្យគេមកធ្វើអីជាពេលវេលាដែលយើងត្រូវតែសម្រាប់ផ្ទុយទៅវិញនៅពេលនោះព្រះយេស៊ូវមានព្រះハរតីអាណិតអាសូរគេពុញពេកណាស់នឹងព្រះយេស៊ូវធ្វើអីប្រោនៃជំងឺឲ្យបានជាសះស្បើយនេះជារបៀបព្រះយេស៊ូវនឹងមានព្រះハរតីអាណិតអាសូរគ្រប់ពេលវេលានឹងណែនាំឲ្យមនុស្សដែលមានសេចក្តីត្រូវការបានរកឃើញចម្លើយនៅពេលនោះព្រះយេស៊ូវឲ្យនៃជំងឺជាសះស្បើយប៉ុន្តែមិនមែននេះតែប៉ុណ្ណឹងគឺព្រះយេស៊ូវបានថែមឃើញដល់យប់ហើយប្រសិនបើគេទៅដល់ភូមិរបស់គេវិញក៏យប់ជ្រៅដូច្នេះព្រះយេស៊ូវសុខចិត្តចែកនំប៉័ងត្រីឲ្យគេញ៉ាំបរិភោគទោះបីមានតិចតួចក៏ដោយនៅក្នុងរាជានុភាពរបស់ព្រះជាម្ចាស់ឲ្យមានលំមឲ្យគេញ៉ាំឆ្អែតទាំងអស់គ្នាជាថ្ងៃនេះយើងអធិដ្ឋានដើម្បីឲ្យយើងយកព្រះយេស៊ូវជាគំរូនៅក្នុងជីវិតរបស់យើងឲ្យយើងយល់ថាគ្រប់ពេលវេលាយើងត្រូវតែសម្ដែងព្រះハរតីមេត្តាករុណារបស់ព្រះជាម្ចាស់ដល់បងប្អូនឯទៀត